តោះឥឡូវនេះចូលមកកន្លែងរោងមន់ដែលខ្ញុំធ្វើទំហំជាលក្ខណៈខ្នាតតូចទេដែលជាការចិញ្ចឹមមន់ខ្នាតដំបងដែលបងប្អូនទាំងអស់គ្នាដែលចង់ចិញ្ចឹមមន់ខ្នាតដំបងគឺយើងត្រូវធ្វើរោងមន់ហើយនឹងពណ៌ស្នាញ់ឲ្យវាខ្ពស់បែបនេះមកកម្ពស់ប្រហែលជា2ម៉ែត្រហើយជាពិសេសគឺនៅក្នុងទ្រុងរបស់យើងនេះគឺមានដាក់ជាសម្រាមដើម្បីឲ្យមានសត្វល្អិតសត្វអីទៅមន់យើងកាយសត្វល្អិតហ្នឹងវាអត់មានពេលហុកសណាញ់ដើម្បីចេញទៅចំណីអីផ្សេងយកមកស៊ីបាទទី1គឺយើងធ្វើរោងមន់គឺត្រូវការប្រក់បិទបាំងដើម្បីឲ្យវាមានកន្លែងដេកហើយកន្លែងដេកវានេះគឺទលាយនិងមួយទៀតគឺសំណាញ់របស់យើងគឺត្រូវដាក់ខាងក្រោមនេះជាឫស្សីដើមឫស្សីបែបនេះមកដើម្បីឲ្យវាមានភាពរឹងមាំវាពិបាកចេញហើយការពារសត្វដូចជាឆ្កែដូចជាអីមកខំសំណាញ់អីដាច់នៅខាងក្រោមហ្នឹងចំពោះតម្លៃសំណាញ់គឺខាងខ្ញុំគឺ1គីឡូ 12000 អញ្ចឹងយើងទិញ1គីឡូយើងអាចចិញ្ចឹមមន់បានហើយយើងទិញកម្ពស់2ម៉ែត្រហើយបដ ாய் តាមគីឡូដែលយើងទិញហ្នឹងមន់គឺទោះតូចឬក៏ធំក្តីគឺយើងត្រូវតែដាក់រ៉េនឲ្យវាឡើងដេកដើម្បីបង្កភាពងាយស្រួលមន់ភាគច្រើនគឺវាចូលចិត្តដេកទីដែលខ្ពស់និងមួយទៀតគឺកុំភ្លេចឲ្យសោះគឺសម្រាមយើងដាក់នៅខាងក្នុងហ្នឹងដើម្បីបង្កភាពងាយស្រួលឲ្យវាស្វែងរកចំណីពេលនោះហើយគឺមន់យើងអត់ចេញពីទ្រុងទេបើសិនជាអត់មានចំណីនៅខាងក្នុងទេហើយដីវាទលេល្វឹងគឺច្បាស់ណាស់គឺមន់ព្យាយាមបាទវាព្យាយាមគឺរកប្រឡោះដើម្បីចេញទៅខាងក្រៅចឹងហើយធ្វើឲ្យវាពិបាកចូលវិញរកកន្លែងដេកអត់ឃើញចឹងនៅហាក្តៅហាភ្លៀងបង្កជាជំងឺតោះឥឡូវនេះជាងចាប់ដើមបាចបង្កឲ្យមន់ចឹងទ្រុងទំហំប៉ុណ្ណេះគឺយើងអាចផ្ទុកមន់បាន10ទៅ20មន់ទេហើយបើសិនជាយើងមានច្រើនយើងពង្រីកតាមលទ្ធភាពដែលយើងអាចពង្រីកបានហើយនេះគឺជាការបង្ហាញការចិញ្ចឹមមន់របស់ខ្ញុំជាលើកដំបូងអញ្ចឹងតែយើងត្រូវធ្វើអីខ្លះហើយចំណាយអីខ្លះនិងធ្វើម៉េចដើម្បីគ្រប់គ្រងមន់នឹងកុំឲ្យវាចាក់ចេញហើយរយៈពេលនេះគឺជាពេលល្ងាចខ្ញុំបាច់អង្គឲ្យមន់វាស៊ីដោយសារវាជិតដល់ម៉ោងដែលវាត្រូវរកកន្លែងដេកហើយព្រឹកឡើងគឺយើងព្យាយាមដាក់ជាលក្ខណៈចំណីសម្រាប់ទើបមន់ធំធាត់បានល្អពេលល្ងាចនេះគឺយើងអាចដាក់ចំណីសម្រាប់ដូចគ្នាប៉ុន្តែភាគច្រើនពេលល្ងាចវាអត់ចង់ស៊ីដោយសារវាឆ្អែតពីព្រឹកហើយបើសិនជាយើងបាចជាលក្ខណៈអង្គឬក៏ជាស្រូវគឺវាចេះតែរើសស៊ីចឹងហើយទើបខ្ញុំសម្រេចការបាចអង្គពេលល្ងាចដើម្បីឲ្យមន់វាស៊ីកាលណាតែវាស៊ីឆ្អែតគឺវាអត់មានដេញចឹកគ្នានឹងការរុលស្នាញ់ចេញទៅក្រៅទេអញ្ចឹងសូមបង្ហាញតែប៉ុណ្្នឹងទេអរគុណ